Bồ chẳng dừngចូលមកអានថ្លៃភ្លើងថ្លៃភ្លើងក្នុងខែមិញឬខែកុម្ភៈព្រះវិខុចន្ទរតាហុបណ្ឌិតជាម្ចាស់ក្បួនយុទ្ធសាស្ត្រទ្វេជ័យវេទនាមិនទៀងដំរីធខាងធវងវែងធធាតុដីធាតុទឹកធាតុខ្យល់ធាតុភ្លើងកាយវិជ្ជាចិត្តបច្ចុប្បន្នអតីតអនាគតថយចិត្តកមិនមែនខ្លួនធននេះតម្លៃសង្ខេបប្រចាំថ្ងៃមួយថ្ងៃ9,842,571លានដុល្លារកសាងខាងផ្នែកប្រាជ្ញាតម្កល់ទុកក្នុងព្រះពុទ្ធសាសនាហាមផ្សាយចាត់បើចំណាប់បំពេញត្រូវពិន័យកាក្រិតុកក្នុងមួយវិនាទី5រួចជាតិសូមឲ្យសពសត្វបានក្តីសុខតាមហេតុសមគួរតាមហេតុ13-12-04ថ្លៃភ្លើងក្នុងខែមិញកុម្ភៈ2026ពុទ្ធសករាជ2569បើអញ្ចឹងខែនេះ19គីឡូគុណឲ្យ8ស្មើនឹង15,200 រៀលអញ្ចឹងអំណោយអញ្ចឹងលោកដាក់អំណោយទៅឲ្យអ្នកដែលមានសទ្ធាធ្វើបុណ្យជាមួយលោកឧបត្ថម្ភថ្លៃភ្លើងថ្លៃបិណ្ឌបាតថ្លៃចង្ហាន់ថ្លៃអីឧទាហរណ៍អញ្ចឹងណាអំណោយក្នុងមួយនាក់មួយថ្ងៃបានដល់មួយថ្ងៃម្នាក់ណា20លានរៀលឬ$5,000សម្រាប់ជនជាតិខ្មែរតាមហេតុសមគួរតាមហេតុតើមានហេតុបានកើតណាលោកដាក់ឲ្យតែជាហេតុទេតើមានហេតុគ្រប់គ្រាន់អានឹងវាកើតតែថាអត់ហេតុអានឹងក៏អត់កើតដែរមួយថ្ងៃក្នុងមួយនាក់$1,000សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាតាមហេតុសមគួរតាមហេតុគ្រប់ប្រទេសទាំងអស់បានដល់គ្រប់ប្រទេសណាតាមហេតុសមគួរតាមហេតុហើយគ្រប់ប្រទេសអ្នកដែលប្រទេសណាដែលមានពុទ្ធសាសនាអញ្ចឹងផ្នែកពុទ្ធសាសនាគឺទាំងអស់ហើយបច្ច័យដែលបានដែលកើតចេញពី$1,000គឺដូរទៅតាមប្រភេទប្រទេសនីមួយប្រទេសឥណ្ឌាគេដូរទៅជាលុយរូពីអីចឹងទៅតែខ្មែរដូរជាលុយរៀលអីចឹងឧទាហរណ៍អញ្ចឹងណាអញ្ចឹងទៅតាមប្រទេសលោកក៏មិនដឹងប្រមាណប្រទេសដែរអ្នកកាន់ពុទ្ធសាសនាក៏នៅទិសទៅអញ្ចឹងទៅយ៉ាង$1,000ដល់$10,000ក្នុងមួយថ្ងៃមួយនាក់សម្រាប់អ្នករក្សាក្បួនយុទ្ធសាស្ត្រទ្វេជ័យតាមហេតុសមគួរតាមហេតុអញ្ចឹងពី$1,000ដល់$10,000អ្នកដែលរក្សាក្បួនបានឡើងច្រើនឧទាហរណ៍ហ្នឹងគេរក្សាប្រចាំខ្លួនគេអញ្ចឹងគឺមានអានុភាពណាស់អញ្ចឹងតាមហេតុសមគួរតាមហេតុមាសអូអត់បានដាក់មាសបញ្ចូលទៅមាសនេះមានមាសទេណាអញ្ចឹងមាសមួយហ៊ុនដល់មួយហ៊ុនដល់ម៉ានមួយហ៊ុនដល់1គីឡូអត់កំណត់ទេអត់កំណត់ក្នុងមួយថ្ងៃឬប្រហែលនេះក៏ថាមានឈ្មោះលោកនៅនឹងបដិស្ថាននៅលើនឹងស្រេចបើសិនតកើតណាបើវាកើតត្រឹមមហ៊ុនឡើងមិនមានឈ្មោះបើក្រោមពីមហ៊ុនអត់មានឈ្មោះទេចឹងត្រឹមពីមហ៊ុនឡើងលើដូចជាជៀនឬខ្សែដៃឬក៏ខ្សែកអីចឹងទៅហើយតែកើតព្រឹបដឹងតែមានឈ្មោះលោកនៅហ្នឹងឯងពីមហ៊ុនឡើងទៅដល់1គីឡូគាត់ថាវាមិនងាយគាត់ថាលោកដាក់ឲ្យតែមានហេតុចឹងទៅគាត់ថាអាហ្នឹងយើងមើលអត់ឃើញទេពួកប៉ុនយើងក៏មិនមើលងាយវាបើអត់សេចក្តីទុកក៏កម្រើកមកដាច់មាត់ស្វាំងភ្នែកអាហ្នឹងមិនក៏កើតអាហ្នឹងវិញចឹងសូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះផលនេះចូលជាផលសម្រាប់សូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះផលនេះចូលជាផលសម្រាប់សូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះផលនេះចូលជាផលសម្រាប់ផលសម្រាប់ហ្នឹងគឺដាក់បច្ច័យទៅញាតិញោមណាទៅញាតិញោមប្រើបើចឹងស្របគ្នាជាមួយនឹងការឲ្យថ្លៃភ្លើងអីចឹងទៅអាហ្នឹងយើងយកថ្លៃភ្លើងទៅឲ្យគេទៅគេទទួលទៅអញ្ចឹងហេតុហ្នឹងវាឡើងស្របគ្នាទៅតាមវាវិវត្តទៅតាមហេតុសមគួរតាមហេតុរបស់វាបងចឹងអនុមោទនាដោយពាក្យថាសាធុសាធុសាធុគ្រប់3ដងបងឬក៏ប្រែថាប្របីហើយសមគួរហើយសមរម្យហើយឬក៏ពិរោះហើយអីចឹងទៅឬក៏ទង្វើនឹងជាទង្វើសមគួរហើយអីចឹងទៅឧទាហរណ៍ណាតែថាបើមិនជ្រះថ្លាទេអានឹងយើងកុំអនុមោទនាចឹងតាមហេតុសមគួរតាមហេតុជ្រះថ្លាចាំអនុមោទនាមិនជ្រះថ្លាកុំអនុមោទនាលោកក៏អត់ខឹងដែរបង
លោកដាក់ទៅសម្រាប់អ្នកដែលជ្រះថ្លាមានហេតុត្រឹមត្រូវក៏កើតទៅបើអត់ហេតុអាហ្នឹងក៏អត់ដែរអញ្ចឹងណាចឹងនិយាយថាវាអត់ទៀងវាអត់ទៀងយើងនិយាយពាក្យថាអត់ទៀងមួយម៉ាត់ចឹងទៅព្រោះពាក្យថាមិនទៀងគឺជួនកាលកើតជួនកាលមិនកើតចឹងបងតែកើតអីគឺកើតរាល់ថ្ងៃហើយព្រោះអតីតអនាគតបច្ចុប្បន្នគេបិទឲ្យនៅហ្នឹងតែកើតអីគឺអតីតអនាគតបច្ចុប្បន្នអញ្ចឹងតែកើតម្ដងគឺកើតរហូតដល់អស់ជីវិតបន្ទាប់ពីស្លាប់ហ្នឹងតែកើតនៅក្នុងទីនេះហេតុហ្នឹងតាមទៅជួយទៀតរហូតដល់ចូលបរិនិព្វាននោះបានចប់អញ្ចឹងយើងទៅអានតួអក្សរមកចប់ផងណាបងអនុមោទនា